អូខេចឹងនៅក្នុងវីដេអូបន្តទៀតនេះគឺយើងសិក្សាជាមួយគ្នាបន្តទៀតទាក់ទងជាមួយនឹងការបង្កើតបាទ OU នៅក្នុង Active Directory User and Computer យើងនឹងបង្កើត User Account បាទហើយយើងបង្កើត Group នៅក្នុង AD ហើយទី4ចុងក្រោយយើងនឹងបង្កើត User Account ហើយ add ទៅក្នុង Group ដែលយើងបានបង្កើតបាទគេតោះឥឡូវយើង remote ទៅកាន់ Windows Server យើងទាំងអស់គ្នាខ្ញុំសន្មតថាអ្នកនរគ្នាមាន Windows Server យើងបាន install domain controller បាទហើយយើងបាន promote server របស់យើងរួចរាល់ហើយបាទអញ្ចឹងដើម្បីយើងអាចទៅបង្កើត user បង្កើត OU បង្កើត group គឺអ្នកនរគ្នាយើង remote ទៅកាន់ Windows Server ហើយយើង select ទៅកាន់ start menu ហើយ select នៅលើ server manager មកអ្នកនរគ្នា select នៅលើ tool ហើយស្វែងរកមើល tool មួយឈ្មោះថា Active Directory User and Computer បាទស្លេចនៅលើនេះបន្ទាប់មកអ្នកនរគ្នាឃើញនៅទីនេះយើងមានជាគេហៅថា hierarchy បាទតាមលំដាប់លំដោយឋានៈក្រុមនៅក្នុង OU បាទ OU របស់យើងនៅក្នុង domain controller របស់យើងបាទអញ្ចឹងដើម្បីបង្កើត OU បានបាទបង្កើត OU ហ្នឹងគឺមកពីពាក្យថា organizational unit អ្នកគ្នាអាច right click នៅទីនេះយកពាក្យ new ហើយ select OU បាទនេះទី1ទី2អ្នកគ្នាអាច select នៅទីនេះយកពាក្យថា new organizational unit ទី3អ្នកគ្នាអាច select នៅលើនេះបាទបាទអញ្ចឹងខ្ញុំអាច select យក option ខាងលើនេះអញ្ចឹងនៅទីនេះខ្ញុំបង្កើតដាក់ថា IT_department បាទសូមបញ្ជាក់ថា OU នេះគឺជាតំណាងឲ្យ department ឬក៏តំណាងឲ្យការងារនៅក្នុងក្រុមហ៊ុនរបស់យើងឧទាហរណ៍យើងមាន department ច្រើនមាន IT មាន HR មាន sales marketing accounting អីចឹងជាដើមបាទអញ្ចឹងគឺយើងដាក់ឈ្មោះ OU របស់យើងនេះសំដៅទៅតាមdepartment របស់យើងទៅតាមយុគឋានមួយបាទអញ្ចឹងខ្ញុំនៅទីនេះខ្ញុំឧទាហរណ៍ថាខ្ញុំបង្កើត IT department មួយទៅហើយបន្តមកទៀតខ្ញុំបង្កើត HR department OU មានថា HR underscore មក department បាទនេះគឺជា OU បាទអូខេនេះគឺជា OU អញ្ចឹងនៅទីនេះ sorry ខ្ញុំបង្កើតខុសហើយសូម delete ចេញបាទអញ្ចឹងនៅពេលដែល delete អត់ទៅបែបនេះអ្នកនរគ្នាចូលមក enable filter ហើយយកសូម delete ចេញសិនបាទសូម delete ចេញសិនអូខេយើងបង្កើតម្ដងទៀត new HR underscore department អូខេអញ្ចឹងយើងបង្កើតបែបនេះបាទមុននេះខ្ញុំបង្កើតលេខនៅលើ IT នេះគឺវាធ្លាក់ចូលមកខាងក្រោមបាទអញ្ចឹងទី1នេះគឺយើងបង្កើត OU រួចរាល់ហើយយើងចូលទៅបង្កើត user បាទអញ្ចឹងបង្កើត user ដូចនឹងការបង្កើត OU ដែរអ្នកនរអាច right click យកពាក្យ new ហើយ user នៅទីនេះបាទវិធីទី1វិធីទី2អ្នកនរអាច right click យក new ហើយ user នៅទីនេះបាទវិធីទី3យើងឃើញរូបមនុស្សនៅខាងលើបាទយើងអាច select បែបនេះយើងដាក់ឈ្មោះបាទឧទាហរណ៍ថាខ្ញុំដាក់ថា T បាទអញ្ចឹងនេះគឺមាន first name មាន last name ទីនេះគឺអ្នកនរអាចបែប IT ចឹងទៅហើយយើង select next យើងដាក់ password បាទខ្ញុំដាក់ password ចូលនៅទីនេះយើង password ដែរបាទដល់មកខ្ញុំដោះ tick នៅទីនេះចេញហើយខ្ញុំដាក់ select ថា password never expire បាទអញ្ចឹងចំណុចទាំង3នេះមានថាuser must change password គឺយើងអាចឲ្យ user គាត់ change password នៅពេលក្រោយដោយខ្លួនឯងហើយ option ខាងក្រោមមួយទៀត user cannot change password យើងមិនឲ្យ user change ហើយចំណុចទី3 password never expire មានន័យថាpassword របស់យើងហ្នឹងគឺប្រើបានរហូតនៅពេលដែលយើង option enable ហើយនៅពេល option ចុងក្រោយនេះគឺ account is disabled មានន័យថា user account ហ្នឹងគាត់មិនអាច log in ចូលទៅកាន់ computer client បានទេបាទអញ្ចឹងខ្ញុំយក option ខាងលើមួយនេះ never password never expire ហើយយើងចុច next ឃើញតែម្ដងបាទអញ្ចឹងនេះគឺជារបៀបនៃការបង្កើត user account បាទមួយទៀតគឺយើងត្រូវបង្កើត group បាទអញ្ចឹងបង្កើត group ដូចគ្នាដែរយើងអាច right click យក new ហើយយើងយក group នៅទីនេះបាទទី1ទី2 right click new យក user group នៅទីនេះ
វិធីទី3យើង select នៅលើរូបខាងលើនេះបាទមានរូបពីរអ្នកនេះមានន័យថា group អញ្ចឹងជារួមនៅក្នុង user ហើយនឹង group បាទគឺយើងត្រូវដាក់តំណាងបាទ GG បាទ GG តំណាងថា global group បាទ GG underscore អញ្ចឹងខ្ញុំបានដាក់ថា GG support មានន័យថា global group សម្រាប់ group support បាទ GG underscore support ហើយយើងចុច OK បាទបន្ទាប់មកខ្ញុំ add IT user នេះចូលទៅក្នុង group support បាទអញ្ចឹងរបៀបនៃការ add គឺអ្នកនរគ្នា select នៅលើ user right click យកពី add to group នៅទីនេះហើយយើងដាក់បាទ GG underscore enter មកតែម្ដងបាទអញ្ចឹងគឺ user នេះ automatic នឹង add ចូលទៅក្នុង group support បាទចាំមិនដឹងយើងអាច verify បាន double click នៅលើឈ្មោះ group នេះមកហើយយើង select នៅលើ member អញ្ចឹងយើងឃើញមាន user មួយនៅទីនេះបាទអូខេបាទបន្តមកទៀតmove បាទរបៀបនៃការ move មានន័យថាយើងអាចផ្លាស់ទីតាំង user ហើយនឹង group របស់យើងនេះទៅកាន់ view ផ្សេងឧទាហរណ៍ថាខ្ញុំចង់ move គាត់មកដាក់HR department គឺយើង select បែបនេះមកហើយទាញទៅដាក់នេះហើយយើងដាក់ tick នៅទីនេះដើម្បីមក show message នៅពេលក្រោយបាទអញ្ចឹងន័យថាuser របស់យើងនេះយើងបានផ្លាស់ទីតាំងមកកាន់ OU HR department វិធីមួយទៀតគឺអ្នកនរគ្នាអាច right click យកពាក្យ move តែម្ដងបាទនេះអញ្ចឹងយើងអាច move ត្រឡប់ទៅ IT department វិញហើយនេះគឺជាការគ្រប់គ្រងទៅលើ object នៅក្នុង AD របស់យើងបាទអញ្ចឹងជារួមសរុបមកវិញនៅក្នុងវីដេអូមេរៀននេះអ្នកនរគ្នាបានចេះទី1នោះគឺការបង្កើតបាទ user ហើយនឹង computer នៅក្នុង Active Directory User Control Tool បាទទី2គឺយើងបង្កើត user ដោយប្រើ Active Directory User and Computer Console ទី3យើងបានបង្កើត group ហើយទី4គឺយើងបាន add user ចូលទៅក្នុង group បាទអរគុណច្រើនយើងជួបគ្នានៅវីដេអូមេរៀនបន្តទៀត